ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនតាក់ទងទៅនឹងការទាញយកឯកសារដែលបងប្អូនលុបបាទដែលបងប្អូនអាចនឹងជ្រុលដៃលុបឬក៏លុបដោយចេតនាណាមួយរួចហើយបងប្អូនចង់បានឯកសារហ្នឹងមកដូចដើមវិញមកប្រើប្រាស់ម្ដងទៀតអញ្ចឹងបងប្អូនអាចទាញឯកសារហ្នឹងមកបានអញ្ចឹងខ្ញុំឧទាហរណ៍មួយខ្ញុំលុបរូបភាពមួយនេះចោលបាទខ្ញុំលុបខ្ញុំ delete វាអញ្ចឹង delete វាទៅបាត់អញ្ចឹងចុចពី delete ទៅវាទៅអញ្ចឹងថាតើខ្ញុំធ្វើយ៉ាងម៉េចទៅអាចទាញយករូបភាពនឹងមកវិញបានខ្ញុំឧទាហរណ៍ថាខ្ញុំច្រឡំដៃលុបវាអញ្ចឹងខ្ញុំចង់បានរូបភាពនឹងមកវិញអញ្ចឹងបងប្អូនគ្រាន់តែទៅកាន់ recycle bin កន្លែងធុងសម្រាមបងប្អូនធុងសម្រាមបងប្អូន double click លើវាមកឬក៏ចុចពាក្យថា open ចុច right click មកយក open ឬក៏ double click វាមកវាបើកដូចគ្នាអញ្ចឹងបងប្អូននៅពេលដែល open យើងឃើញមានរូបភាពយើងមួយដែលយើងបានលុបដូច្នេះអ្វីដែលបងប្អូនត្រូវធ្វើគឺគ្រាន់តែright click លើវាមកហើយបងប្អូនឃើញពាក្យថា restore ឬក៏បើមិនអញ្ចឹងទេបងប្អូន double click លើវានឹងload ពាក្យនេះឲ្យបងប្អូនរួចហើយបងប្អូនយកពាក្យថា restore មក restore ហើយចុចពាក្យថា OK បាទឬក៏មិនធ្វើអញ្ចឹងបងប្អូនដូចខ្ញុំបានបញ្យល់មុននឹងអញ្ចឹងគឺខ្ញុំលុបម្ដងទៀតគឺបងប្អូន double click រួចហើយ mouse ស្ដាំឃើញពាក្យ restore ចុច restore មកវាទៅវិញហើយអញ្ចឹងរូបភាពរបស់យើងវាទៅកន្លែងដើមវិញអញ្ចឹងបងប្អូនឃើញរូបភាពនៅកន្លែងនេះវិធីនេះប្រើប្រាស់បាននៅពេលដែលបងប្អូនលុបចុចដៃច្រឡំលុបហើយបងប្អូនអត់មានបានមក empty អញ្ចឹងបើបងប្អូនបាន empty recycle bin នេះហើយគឺឯកសារទាំងអស់គឺត្រូវបាត់បង់ទាំងអស់គឺយើងអាចទៅទាញយកមកវិញអញ្ចឹងបានទេនេះប្រៀបដូចធុងសម្រាមយើងបោះចោលយើងអាចទៅរើយកមកវិញបានប៉ុន្តែក្នុងករណីដែលបងប្អូនដុតសម្រាមនឹងចោលអស់ឬក៏យកទៅចាក់ចោលនៅណាគឺបងប្អូនមិនអាចទាញមកវិញបានទេបាទអញ្ចឹងនេះជាវិធីងាយៗមួយដែលអាចជួយដល់បងប្អូនបានអរគុណច្រើនសម្រាប់ការទស្សនាវីដេអូហើយសូមថាបងប្អូនមានសុខភាពល្អទាំងអស់គ្នាបាទជំរាបលា